មនុស្ស9នាក់បានស្លាប់នៅក្នុងការផ្ទុះនៅស្ថានីយ៍ប៉ូលីសក្នុងតំបន់កាស្មៀរតែគ្រប់គ្រងដោយឥណ្ឌាបើតាមការចុះផ្សាយពីសារព័ត៌មាន Al Jazeera នៅថ្ងៃទី15វិច្ឆិកានេះថាយ៉ាងហោចណាស់មនុស្ស9នាក់បានស្លាប់និង29នាក់រងរបួសបន្ទាប់ពីឃ្លាំងស្តុកគ្រឿងផ្ទុះដែលរឹបអូសបានផ្ទុះឡើងនៅក្នុងស្ថានីយ៍ប៉ូលីសមួយក្នុងទីក្រុងស្រីណាកាដែលជាទីក្រុងសំខាន់របស់តំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាឃ្លាំងស្តុកគ្រឿងផ្ទុះបានផ្ទុះឡើងនៅយប់ថ្ងៃសុក្រនៅស្ថានីយ៍ប៉ូលីសមួយនៅក្នុងតំបន់នៅកាមភាគខាងត្បូងនៃទីក្រុងស្រីណាកាប្រភពមួយដែលមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរយតថាកិច្ចខិតខំប្រឹងប្រែងកំណត់អត្តសញ្ញាណកំពុងដំណើរការខណៈដែលសាកសពមួយចំនួនត្រូវបានឆេះទាំងស្រុងកម្លាំងនៃការផ្ទុះខ្លាំងដល់កម្រិតដែលផ្នែកខ្លះនៃរាងកាយត្រូវបានរកឃើញពីផ្ទះក្បែរនោះចម្ងាយប្រហែល100ទៅ200ម៉ែត្រពីស្ថានីយ៍ប៉ូលីសប្រភពដែលបាននិយាយដែលមិនបញ្ចេញឈ្មោះបានប្រាប់ទូរទស្សន៍ឥណ្ឌា NDTV ថាអ្នកស្លាប់ភាគច្រើនគឺជាប៉ូលីសនិងមន្ត្រីក្រុមកសោវិជ្ជាដែលកំពុងពិនិត្យគ្រឿងផ្ទុះនៅពេលមានការផ្ទុះមន្ត្រី2នាក់មកពីរដ្ឋបាលស្រីណាកាកំពុងធ្វើកសោវិជ្ជា2នាក់នៅទីនោះក៏បានស្លាប់ក្នុងការផ្ទុះនេះដែរយោងតាមប្រព័ន្ធផ្សព្វផ្សាយដោយមានមនុស្ស5នាក់នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរចំនួនអ្នកស្លាប់អាចបន្តកើនឡើងលោកអាឌីយ៉ារ៉ាជកលនាយកជាន់ខ្ពស់របស់ NDTV បាននិយាយនៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាមិនមែនជាការវាយប្រហារភេរវកម្មទេប៉ូលីសនិយាយថាវាជារឿងចៃដន្យដ៏អាក្រក់មួយលោកបាននិយាយថាការផ្ទុះនេះបានកើតឡើងនៅពេលដែលក្រុមកសោវិជ្ជានិងប៉ូលីសកំពុងពិនិត្យសម្ភារៈផ្ទុះដែលរក្សាទុកនៅស្ថានីយ៍ប៉ូលីសការផ្ទុះដ៏ធំនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការផ្ទុះរថយន្តដ៏សាហាវកាលពីថ្ងៃច័ន្ទនៅទីក្រុងញូដេលីដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់12នាក់នៅជិតបន្ទាយក្រហមប្រវត្តិសាស្ត្ររបស់ទីក្រុងនិងដែលមន្ត្រីបានហៅថាជាឧបទ្ទហេតុភេរវកម្មការផ្ទុះនៅក្នុងរដ្ឋធានីឥណ្ឌាបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីប៉ូលីសបានចាប់ខ្លួនមនុស្សជាច្រើននាក់និងរឹបអូសសម្ភារៈផ្ទុះក៏ដូចជាកាំភ្លើងវាយប្រហារផងដែរប៉ូលីសបាននិយាយថាជនសង្ស័យមានទំនាក់ទំនងជាមួយជេអ៊ីសអ៊ីមូហាំម៉ាតដែលជាក្រុមមួយដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថានដែលកំពុងស្វែងរកការបញ្ចប់ការគ្រប់គ្រងរបស់ឥណ្ឌានៅក្នុងតំបន់កាស្មៀរនិងអានសាកាសវ៉ាត់អ៊ុលហ៊ីនដែលជាសាខាមួយនៅក្នុងតំបន់កាស្មៀរដែលមានទំនាក់ទំនងជាមួយជេអ៊ីសអ៊ីមូហាំម៉ាតប៉ូលីសនៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាក៏បានឃុំខ្លួនមនុស្សជាង550នាក់ផងដែរដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេបន្ទាប់ពីការផ្ទុះរថយន្តនៅទីក្រុងញូដេលីយោងតាមរបាយការណ៍ស្ថានីយ៍ប៉ូលីសតំបន់នៅកាមជាកន្លែងដែលការផ្ទុះបានកើតឡើងកាលពីថ្ងៃសុក្របានដឹកនាំការស៊ើបអង្កេតលើផ្ទាំងរូបភាពដែលត្រូវបានដាក់តាំងបង្ហាញនៅជុំវិញតំបន់ដោយជេអ៊ីសអ៊ីមូហាំម៉ាតដោយព្រមានថាខ្លួននឹងធ្វើការវាយប្រហារលើកងកម្លាំងសន្តិសុខនិងគណៈខាងក្រៅប៉ូលីសបាននិយាយថាការស៊ើបអង្កេតរបស់ពួកគេទៅលើអ្នកបង្ហោះរូបភាពទាំងនោះបានលាតត្រដាងប្រព័ន្ធអេកូឡូស៊ីភេរវកម្មមកតែពាក់ព័ន្ធនឹងអ្នកជំនាញជ្រុលនិយមនិងនិស្សិតដែលមានទំនាក់ទំនងជាមួយជនបរទេសដែលធ្វើប្រតិបត្តិការពីប្រទេសប៉ាគីស្ថាននិងប្រទេសដទៃទៀតប៉ូលីសក៏បានរកឃើញសម្ភារៈផ្ទុះជិត3តោនដោយនិយាយថាក្រុមប្រដាប់អាវុធនេះកំពុងស្តុកទុកគ្រប់គ្រាន់ដើម្បីធ្វើការវាយប្រហារដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌាតំបន់កាស្មៀរត្រូវបានបែងចែករវាងប្រទេសឥណ្ឌានិងប៉ាគីស្ថានចាប់តាំងពីទទួលបានឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេសក្នុងឆ្នាំ1947ហើយទាំងពីរទាមទារទឹកដីហេម៉ាឡាយ៉ាប្រទេសទាំងពីរបានប្រយុទ្ធគ្នា3លើកលើតំបន់កាស្មៀរចាប់តាំងពីពួកគេត្រូវបានបែងចែកនៅឆ្នាំ1947ហើយភាពតានតឹងនៅតែខ្ពស់រវាងទីក្រុងញូដេលីនិងអ៊ីស្លាមាបាតលើស្ថានភាពនៃទឹកដីនេះ